ប្រិយមិត្តទស្សនិកជនជាទីមេត្រីក្រោយពីមានភាពតានតឹងរវាងប្រទេសកម្ពុជានិងប្រទេសថៃនៅតាមបន្ទាត់ព្រំដែនពេលនេះសម្ដេចតេជោបានប្រកាសឲ្យកម្ពុជាត្រូវត្រៀមឈប់ទិញទំនិញថៃនិងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទត្រូវត្រៀម24ម៉ោងលើ24ម៉ោងដើម្បីវាយបកការពារខ្លួនក្នុងករណីមានការឈ្លានពានប្រិយមិត្តពិតជាបានជ្រាបរួចមកហើយថាបន្ទាប់ពីភាគីខាងប្រទេសថៃបានលបលួចបាញ់ប្រហារឈ្លានពានទឹកដីកម្ពុជាបានបណ្ដាលឲ្យព្រំដែនតាមប្រទេសកម្ពុជាថៃមានភាពតានតឹងហើយភាគីខាងថៃតែងតែប្រើគ្រប់វិធីសាស្ត្រដើម្បីដាក់សម្ពាធមកលើកម្ពុជាទាំងការបិទច្រកទាំងការបន្ថយពេលវេលាចេញចូលផងដែរបន្ទាប់ពីមានសកម្មភាពទាំងអស់នេះនៅព្រឹកថ្ងៃទី13ខែមិថុនាឆ្នាំ2025សម្ដេចតេជោហ៊ុនសែនបានបង្ហោះតាមเพจផ្លូវការរបស់សម្ដេចថាយប់មិញខ្ញុំបានចេញសារមួយហើយព្រឹកនេះខ្ញុំនិយាយក្នុងនាមប្រធានតំណាងទៅកាន់រាជរដ្ឋាភិបាលបន្ថែមទៀតក្នុងករណីភាគីថៃមិនព្រមបើកច្រកព្រំដែនដែលខ្លួនបិទជាឯកតោភាគីកម្ពុជាត្រូវ1ប្រកាសបិទឈប់ទិញទំនិញថៃមកប្រើប្រាស់ក្នុងទីផ្សារកម្ពុជាគឺមានន័យថាឈប់ប្រើទំនិញថៃជំនួសដោយការប្រើទំនិញក្នុងស្រុកនិងទំនិញមកពីប្រទេសផ្សេងក្រៅពីថៃ2ត្រៀមទិញទំនិញដែលភាគច្រើនជាកសិផលរបស់ប្រជាជនដែលធ្លាប់លក់ឲ្យថៃដោយខិតខំរកទីផ្សារជូនប្រជាជនទាំងក្នុងស្រុកនិងក្រៅស្រុក3បង្វែរអ្នកជំងឺដែលធ្លាប់ទៅព្យាបាលក្នុងប្រទេសថៃមករកមន្ទីរពេទ្យក្នុងស្រុកឬទៅប្រទេសផ្សេងវិញ4ត្រៀមទទួលយកនឹងការដោះស្រាយការងារជូនពលករដែលនឹងវិលត្រឡប់ពីប្រទេសថៃកម្ពុជាកំពុងខ្វះកម្លាំងពលកម្មទាំងក្នុងវិស័យឧស្សាហកម្មទាំងក្នុងវិស័យកសិកម្មនិងសំណង់រាប់សិបម៉ឺនកន្លែងបងប្អូនពលករអាចចាក់ចេញមកកម្ពុជាមុនថៃបណ្ដេញចេញដែលពេលនេះកំពុងទទួលការមើលងាយនិងប្រមាថយ៉ាងធ្ងន់ធ្ងរនៅតំបន់មួយចំនួន5កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទត្រូវត្រៀម24ម៉ោងលើ24ម៉ោងដើម្បីវាយបកការពារខ្លួនក្នុងករណីមានការឈ្លានពាន6បណ្ដាខេត្តនៅជិតព្រំដែនត្រូវត្រៀមជម្លៀសប្រជាជនចេញមកកាន់តំបន់មានសុវត្ថិភាពនិងដោះស្រាយស្បៀងអាហារថ្នាំពេទ្យនិងសម្ភារៈចាំបាច់ផ្សេងទៀតបើថៃមិនធ្វើការដោះស្រាយច្រកព្រំដែនឲ្យវិលមករកភាពប្រក្រតីវិញយើងគ្មានជំរើសក្រៅពីធ្វើការទាំងអស់នេះទេសម្ដេចតេជោហ៊ុនសែនបន្ថែមទៀតថាខ្ញុំសូមអំពាវនាវបងប្អូនជនរួមជាតិសូមកុំធ្វើអំពើជ្រុលនិយមដូចជាបាតកម្មប្រឆាំងស្ថានទូតថៃក្រុមហ៊ុនថៃនិងជនជាតិថៃនៅកម្ពុជានិងសូមកុំស្អប់ខ្ពើមប្រកាន់ពូជសាសន៍ចំពោះជនជាតិថៃដែលភាគច្រើនលើសលប់ជាមនុស្សល្អមានតែក្រុមជ្រុលនិយមនិងយោធាមួយចំនួនប៉ុណ្ណោះដែលបង្ករឿងជាមួយកម្ពុជាព្រោះជាទម្លាប់រដ្ឋាភិបាលថៃមិនអាចគ្រប់គ្រងកងទ័ពបានដោយប្រទេសយើងនោះទេ